ព័ត៌មានជាដំបូងនេះគឺតកតងទៅនឹងវគ្គបណ្ដុះបណ្ដាលស្ដីពីការវិភាគទិន្នន័យស្ថិតិតាមតំបន់ដែលបានធ្វើឡើងនៅឯខេត្តប៉ៃលិនមន្ត្រីផែនការខេត្តប៉ៃលិននៅព្រឹកថ្ងៃទី28ខែតុលាឆ្នាំ2025លោកលឹមពេញប្រធាននាយកដ្ឋានវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការវិភាគទិន្នន័យស្ថិតិតាមតំបន់ដោយប្រើប្រាស់កម្មវិធី SPSS ជូនដល់មន្ត្រីជំនាញនៃមន្ទីរផែនការនិងមន្ត្រីជំនាញមកពីមន្ទីរអប់រំសុខាភិបាលការនិងមន្ទីរសង្គមកិច្ចលោកសុខសរប្រធានមន្ត្រីផែនការខេត្តប៉ៃលិនបានបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលដោយប្រើកម្មវិធី SPSS ឆ្នាំ2025មានសារៈសំខាន់បំផុតចំពោះមន្ត្រីជំនាញនៃមន្ទីរផែនការនិងមន្ទីរពាក់ព័ន្ធដើម្បីធានាគុណភាពនិងសុក្រឹតភាពការប្រើប្រាស់ទិន្នន័យស្ថិតិមូលដ្ឋាននិងមានគុណភាពគឺជួយឲ្យការរៀបចំការអភិវឌ្ឍផែនការអភិវឌ្ឍនិងកម្មវិធីវិនិយោគឆ្លើយតបទៅនឹងតម្រូវការនៅក្នុងមូលដ្ឋានក៏ដូចជាចូលរួមកាត់បន្ថយភាពក្រីក្រឲ្យចំគោលដៅនៅក្នុងប្រធាននាយកដ្ឋាននៃវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការបានលើកឡើងថាវគ្គបណ្ដុះបណ្ដាលនេះមានចរិតលក្ខណៈផ្សារភ្ជាប់ការងារជាក់ស្ដែងដែលនឹងអាចជួយបង្កើននៅការយល់ដឹងនិងជួយពង្រឹងសមត្ថភាពបន្ថែមទៀតទៅដល់មន្ត្រីជំនាញក្នុងខេត្តប៉ៃលិនដើម្បីប្រើប្រាស់ទិន្នន័យក្នុងការចងក្រងការវិភាគស្ថិតិដែលមន្ត្រីភាគច្រើននៅថ្នាក់ក្រោមជាតិមានបទពិសោធន៍តិចតួចនៅឡើយលោកក៏បានជំរុញនិងលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ចូលរួមយ៉ាងសកម្មក្នុងការសួរដេញដោលនិងអនុវត្តជាក់ស្ដែងទៅតាមកម្មវិធីដែលបានរៀបចំដើម្បីអាចប្រើប្រាស់ចំណេះដឹងដែលទទួលបានយកទៅអនុវត្តការងារប្រចាំថ្ងៃដោយមានការបង្ហាត់បង្រៀនផ្ទាល់ពីសំណាក់គ្រូឧទ្ទេសមានដែលមានបទពិសោធន៍